បើមិនជឿគុំប្រមាថតែបើឆ្លាតជួយ share វីដេអូនេះទាំងអស់គ្នាប្រិយមិត្តបានឃើញវីដេអូនេះហើយ share ចេញមួយសំណាងល្អពេញមួយជីវិតបើតាមក្បួនហោរាសាស្ត្រដ៏ល្បីបានលើកយកម្ចាស់ឆ្នាំទាំង3នេះគឺថាវេទនាកាលពីតូចអាយុក្រោម30ឆ្នាំបើរោគស៊ីប៉ុណ្ណាក៏មិនឡើងរោគស៊ីមិនមានបាទធ្វើអ្វីក៏មិនអាចសម្រេចដូចបំណងប៉ុន្តែម្ចាស់ឆ្នាំទាំង3នេះសូមស្ដាប់ឲ្យច្បាស់នៅពេលដែលអស់លោកអ្នកមានវ័យចាប់ពី35ឆ្នាំឡើងទៅនោះលុយកាក់មាសប្រាក់គឺហូរចូលអត់ដាច់រោគស៊ីអ្វីក៏ឡើងធ្វើការសុកស្រាប់តែមេឲ្យឡើងតំណែងធំធ្វើជាមេការឬក៏ជាប្រធានគ្រប់គ្រងអ្វីមួយដូច្នេះបាទកំពូលឆ្នាំទាំង3នេះបាទស្ដាប់ឲ្យចប់ហើយចូលរួមខមមិនពាក្យថាសាធុនិងសំណាងល្អឈ្នះអស់មាសសត្រូវសម្រាប់ម្ចាស់ឆ្នាំទាំង3តាមហោរាសាស្ត្រពួកគេគឺរមែងអាចទទួលបានជោគជ័យធំក្នុងជីវិតនៅក្រោយអាយុ30ឆ្នាំឡើងទៅត្បិតបើកាលនៅក្មេងខ្ចីពួកគេខិតខំខ្លាំងណាស់តែមិនមានហត់នឿយខ្លាំងហើយតែមិនជួបសំណាងល្អសម្រាប់ឆ្នាំទាំង3នោះរួមមានអ្នកកើតឆ្នាំមមែគឺសត្វពពែម្ចាស់ឆ្នាំមមែជាមនុស្សរស់រេរាក់ទាក់ងាយស្រួលនឹងសម្របជាមួយមនុស្សជុំវិញខ្លួននេះជាចំណុចល្អមួយលើកស្ទួយអនាគតរបស់ពួកគេទៅថ្ងៃខាងមុខដរាបណាម្ចាស់ឆ្នាំមមែនៅបន្តការតាំងចិត្តមានឆន្ទៈច្បាស់លាស់ក្នុងជីវិតនោះមិនថាក្នុងអាជីពការងារឬការរកស៊ីនោះទេចូលដល់គៀកវ័យពាក់កណ្ដាលស្រក30ឡើងទៅគឺឃើញពលឺនៃទ្រព្យហូរចូលមកហើយមនុស្សនេះអាយុកាន់តែច្រើននោះជីវិតកាន់តែសបោសបាយនិយាយពីការគិតចិត្តគំនិតនៃភាពចាស់ទុំកុំបារម្ភអីសម្រាប់ម្ចាស់ឆ្នាំមមែពីក្មេងអាចរៀនគិតខុសច្រើនតែវានឹងមិនដែលទៅតាមពេលវេលានាំឲ្យការគិតរបស់ពួកគេផ្លាស់ប្ដូរដោយឯកឯងសម្រាប់អ្នកកើតឆ្នាំខាលសត្វខ្លាជាមនុស្សដែលមានការជឿជាក់លើខ្លួនឯងមានថាមពលក្នុងការសម្រេចគោលដៅដែលខ្លួនឯងបានកំណត់យ៉ាងជាក់ច្បាស់មនុស្សកើតឆ្នាំខាលរហ័សរហួនឆ្លៀសវៃមិនចេះនៅមួយកន្លែងទេបើមិនទាន់បានសុខមិនទាន់បានជីវភាពដ៏ល្អជាទីគប់ចិត្តមួយនេះហើយជាមូលហេតុទាញឲ្យពួកគេតែងតែខិតខំព្យាយាមទាំងយប់ទាំងថ្ងៃមិនងាយនឹងពោលពាក្យថាហត់នឿយព្រោះគោលដៅរបស់ពួកគេឲ្យតែឃើញលុយនៅទីនឹងមុខគឺមិនខ្ជិលឡើយបើទោះបីលុយនោះបានតិចឬច្រើនគឺពូកែសន្សំទុកមិនងាយចំណាយទៅលើអ្វីផ្ដេសផ្ដាសនោះឡើយដូច្នេះហើយរងចាំតែសំណាងប៉ុណ្ណោះសម្រាប់ម្ចាស់ឆ្នាំខាលដែលបន្ទាប់ពីអាយុ30ឆ្នាំឡើងគេនឹងមានទំនោរខ្លាចជាអ្នកដឹកនាំក៏ដោយសារអំណាចភាពឆ្លៀសវៃរបស់គេតាំងពីកំណើតចូលដល់អាយុ35ឆ្នាំមនុស្សនេះលែងខ្វល់ពីរឿងលុយកាក់ព្រោះមានបានគ្រប់គ្រាន់សមល្មមនឹងបង្កើតក្តីសុខពេញមួយជីវិតអ្នកកាលឆ្នាំឆ្លូវសត្វគោជាមនុស្សឧស្សាហ៍ហើយក្នុងជីវិតយុវវ័យពួកគេជួបរឿងលំបាកច្រើនណាស់ត្បិតបើខិតខំធ្វើការមិនមានថ្ងៃសម្រាកព្យាយាមណាស់លុយមួយកាមួយសេនក៏មិនអោយរំលងពីដៃដែរតែភាពក្រខ្សត់នៅតែស្ថិតនៅក្បែរពួកគេជាប់ជានិច្ចក៏អរគុណនៅការខិតខំតាំងពីដំបូងនេះហើយសម្រាប់ម្ចាស់ឆ្នាំឆ្លូវក្រោយអាយុ30ឆ្នាំឡើងទៅឬហៀចូលដល់អាយុជិត40ឆ្នាំរឿងប្រាក់ចំណូលលែងជាបញ្ហាខ្វាយខ្វល់សម្រាប់ពួកគេចូលដល់វ័យនេះម្ចាស់ឆ្នាំឆ្លូវនឹងមានទ្រព្យធំជារបស់ខ្លួនទាំងឡានទាំងផ្ទះទុកចែកកូនចៅហើយជីវិតចូលរៀងវ័យចំណាស់បន្តិចក៏នឹងកាន់តែមានមនុស្សស្រឡាញ់គោរពឲ្យតម្លៃជាប់ជានិច្ច